មកតាមសន្យាថ្លាថ្លែងបញ្ចប់មេរៀនឲ្យសពប្រសពជោគជ័យសាងខ្លួនសាងជាតិឲ្យមានតម្លៃរុងរឿងរស្មីថ្លៃថ្លាជានិច្ចសួស្តីបងប្អូនជាទីស្រឡាញ់ក្នុងភាពបញ្ចប់នេះលីនដានឹងធ្វើការបូកសរុបនៅផលានុផលនៃមេរៀនដែលយើងបានសិក្សាកន្លងមកដើម្បីជាពុទ្ធិសម្រាប់បងប្អូនចូលទៅកសាងអនាគតក៏តូចដែលត្រូវបានបោះបង់សង្ហបុរីបានបង្ហាញឲ្យពិភពលោកឃើញថាក្រីក្រមិនមែនជាកម្មផលឡើយតែជាជំរឿនអាចកំណត់ធ្វើឲ្យកោះនេះខ្លាចជាមហាស្ថេស៊ីរួមមាន4ចំណុចសំខាន់ទី1ចក្ខុវិស័យវែងឆ្ងាយការរៀបចំផែនការដែលមិនមែនសម្រាប់តែថ្ងៃនេះតែសម្រាប់គ្រប់ឆ្នាំទៅមុខទី2វិន័យនិងភាពស្មោះត្រង់ការកសាងទំនុកចិត្តគឺជាទ្រព្យដ៏មហាសាលបើគ្មានភាពស្មោះត្រង់វិនិយោគិនក៏មិនផ្ដល់តម្លៃដែរទី3ច្បាប់និងសណ្ដាប់ធ្នាប់វិន័យដាច់ថែបដែលបណ្ដុះឲ្យមនុស្សម្នាក់ៗមានមនសិការម្ចាស់ការនិងសេចក្តីថ្លៃថ្នូរទី4បញ្ញាជាអាវុធជាការវិនិយោគទៅលើចំណេះដឹងដែលផ្ដល់នូវផលចំណេញខ្ពស់បំផុតនៅក្នុងឆាកជីវិតមេរៀនអំពីសង្ហបុរីបានបង្រៀនយើងថាទំហំនៃទ្រព្យសម្បត្តិមិនមែនអាស្រ័យទៅលើធនធានដែលយើងមានឡើយតែអាស្រ័យទៅលើទំហំនៃគំនិតនិងការតាំងចិត្តរបស់យើងប្រសិនបើបងប្អូនចង់ផ្លាស់ប្ដូរវាសនាចូលចាប់ផ្ដើមផ្លាស់ប្ដូរវិន័យនិងការគិតរបស់បងប្អូនចាប់ពីថ្ងៃនេះដែលណាសង្ឃឹមថាសេរីវីដេអូទាំង5ភាគនេះនឹងធ្វើឲ្យខ្លាចជាពលិបញ្ញាសម្រាប់បងប្អូនទាំងអស់គ្នាតើបងប្អូនពេញចិត្តនឹងមេរៀនសង្ហបុរីមួយនេះដែរទេបើសិនជាពេញចិត្តសូមជួយចុច like follow and share ដើម្បីទទួលបានចំណេះដឹងថ្មីៗទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូស៊េរីបន្តទៀតអរគុណ